hơi cày vì tôi ban được chụp chi ở vậy lọ tí và cày vì để bị thà nơi không ông ca mình cho là bà nhom đầm bốnคือខ្ញុំទៅចូលនៅក្នុងអង្គការចលនានិស្សិតហ្នឹងគឺខ្ញុំជាសមាជិកសាមញ្ញហើយខ្ញុំដើម្បីជាការធ្វើការឲ្យគេនេះខ្ញុំសុខចិត្តធ្វើជាចុងភៅអូចេះជំនាញចុងភៅបាទចេះចំអិនម្ហូបទៀតផងគឺថាចំអិនម្ហូបនេះគឺខ្ញុំបានចេះពីម្ដាយខ្ញុំគាត់ចេះបង្រៀនណាថាបើចេះចុងភៅទៅណាមិនចេះស្លាប់ទេហើយគាត់មិនស្លាប់នៅក្នុងសម័យពុទ្ធដោយសារគាត់ចេះចុងភៅហ្នឹងបាទអង្គការដំបងឡើយគេបានផ្ដល់នៅជាអាហារបាយព្រឹកបាយល្ងាចអញ្ចឹងណាតាំងពីពេលហើយខ្ញុំធ្វើជាចុងភៅទៀតនោះបើតែដល់ពេលក្រោយមកទៀតអង្គការជួបនៅវិបត្តិសេដ្ឋកិច្ចគឺថាដោយសារម្ចាស់ជំនួយក៏ដូចជាសប្បុរសជននៅបរទេសគេផ្ដាច់ឲ្យអញ្ចឹងអង្គការគេផ្ដល់តែការស្នាក់នៅទេអញ្ចឹងការហូបចុកគឺយើងទៅពឹងលើខ្លួនឯងពេលនោះខ្ញុំនៅរៀនផងហើយខ្ញុំពុំមានលទ្ធភាពអត់ទាន់មានការងារទៅទៀតគឺខ្ញុំទៅពឹងលើបងប្រុសខ្ញុំហើយនិងប្អូនស្រីខ្ញុំនៅឯស្រុកដែលអ្នកទាំងពីរគាត់បងប្រុសខ្ញុំគាត់ជាអ្នករត់ម៉ូតូឌុបហើយប្អូនស្រីខ្ញុំគាត់ជាអ្នកលក់បន្លែបង្ការតិចតួចនៅឯផ្សារទន្លាប់ហ្នឹងក៏ផ្ដល់ប្រាក់កាសឲ្យខ្ញុំមួយខែយ៉ាងថា 40000 ឬ 50000 អីចឹងទៅពេលនោះគឺវាចែកអត់គ្រប់ទេគឺថាយើងគ្រប់គ្រងលើការសិក្សានិងការធ្វើដំណើរផងនោះគឺថាខ្ញុំត្រូវជួបបញ្ហាអត់ឃ្លានច្រើនបាទដូចជាមានថ្ងៃខ្លះទៅខ្ញុំមករៀនអត់គេអត់ញ៉ាំបាយក៏មានដែរហើយដូចថាចង្កាក់ល្ងាចឡើងយើងចេញពីសាលាទៅគឺថាយើងអត់ទៅដល់ផ្ទះគេមានបាយញ៉ាំគ្រប់គ្នាណាតែខ្ញុំអត់ដូចថាយើងត្រូវចាំលុយដែលបងឬបងផ្ញើមកគឺថាយើងត្រូវយើងកាលគេអត់បាយដល់យើងញ៉ាំទឹកឲ្យឆ្អែតទៅហើយយើងមើលសភៅទៅប្រឡប់ទៅដីតែម្ដងបាទហើយនៅពេលហ្នឹងគឺថាសុខសាន្តអត់មានបងប្អូនអីអត់គឺថាសាច់ញាតិអីនៅសាច់ញាតិមានប៉ុន្តែយើងពិបាកណាស់ពេលដែលយើងអត់ពីពុកម្ដាយទៅគេពុំសូវទទួលស្គាល់និងរាប់អានយើងណាប៉ុន្តែសូមស្លេះរឿងនៃការតស៊ូប្រវត្តិដ៏ជូរចត់ឧបសគ្គការលំបាកផ្សេងៗរបស់សុខសាន្តបន្តិចសម្រាប់វគ្គនេះសូមបាយពីលោកអ្នកបន្តិចហើយនឹងវគ្គក្រោយវិលត្រឡប់មកជួបគ្នាវិញគឺថាចង់លំអិតបញ្ជាក់ទៅរឿងនៅក្នុងកម្មវិធីយុវជនឆ្នើមតើសុខសាន្តមានការតស៊ូយ៉ាងណាវិលមកជួបគ្នានៅវគ្គក្រោយតែសម្រាប់វគ្គនេះក៏សូមបាយពីលោកអ្នកមួយផ្លែតសិនបាទបាទបងប្អូនអស់លោកលោកស្រីអ្នកនាងកញ្ញាប្រិមិត្តជាទីមេត្រីឥឡូវនេះយើងវិលត្រឡប់មកជួបគ្នាជាបន្តទៀតហើយបាទជួបម្ដងវគ្គនេះចង់ដឹងថាតើមានប្រវត្តិឬក៏មានអ្វីខ្លះដែលបណ្ដាលឲ្យលោកហ៊ីងសុកសានបានបោះជំហានរហូតដល់ទទួលចំណាត់ថ្នាក់លេខ1បាទនៅក្នុងកម្មវិធីយុវជនឆ្នើមហើយត្រូវធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅក្នុងពេលខាងមុខនេះបាទអញ្ចឹងជួយផ្ដល់នៅដំណឹងក៏រៀបរាប់ពីដំបូងបន្តិចមើលយ៉ាងម៉េចបានដឹងដំណឹងដែលគេរើសបេក្ខជនចូលរួមប្រឡងបាទនៅក្នុងកម្មវិធីយុវជនឆ្នើមបាទដំបូងឡើយគឺខ្ញុំពុំបានដឹងទេគឺថាខ្ញុំសូមនិយាយផ្ដើមបន្តិចគឺដោយសារបន្ទាប់ពីនេះខ្ញុំបានដំបូងគឺថាខ្ញុំកំពុងតែធ្វើការឲ្យក្រុមហ៊ុនមួយគឺក្រុមហ៊ុន Riverstar Hotel and Tour ដែលខ្ញុំធ្វើជា recep ធ្វើជា guest relation មកអ្នកទទួលភ្ញៀវប្រចាំនៅ airport អីចឹងទៅក៏ខ្ញុំបើក្រុមហ៊ុនរបស់ខ្ញុំក៏មានការ bankrupt អញ្ចឹងខ្ញុំក៏សម្រេចចិត្តឈប់អញ្ចឹងដល់ពេលនោះគាត់ជួននឹងអង្គការដែលខ្ញុំធ្លាប់នៅពីមុនហ្នឹងគាត់មានក៏ខ្វះអ្នកដឹកនាំពេលនោះក៏គេត្រូវការឲ្យខ្ញុំទៅដឹកនាំពេលដែលខ្ញុំទៅដឹកនាំទីនោះខ្ញុំជាគណៈកម្មាធិការជាអគ្គលេខាធិការនៃក្រមរក្សាភិបាលអញ្ចឹងខ្ញុំក៏ដឹកនាំទៅខ្ញុំក៏ទទួលបន្ទុកខាងអប់រំនិងកីឡាអញ្ចឹងទៅពេលនោះគាត់ជួននឹងអង្គការ YCC ហ្នឹងជាតំណែងតំណងជាមួយនឹងអង្គការរបស់ខ្ញុំដឹកនាំហ្នឹងគឺបានប្រកាសសេចក្តីព័ត៌មានហ្នឹងថាជ្រើសបេក្ខជនយុវជនឆ្នើមគួរប្រជែងហ្នឹងដំបូងឡើយខ្ញុំក៏មើលទៅខ្ញុំមិនមានការចាប់អារម្មណ៍ទេបើអត់ចាប់អារម្មណ៍ទេខ្ញុំគាត់ថាមិនដឹងពីកម្មវិធីហ្នឹងវាយ៉ាងម៉េចហើយគេរើសយ៉ាងម៉េចឃើញដាក់ទៅសហរដ្ឋអាមេរិកបេក្ខជនអ្នកទៅសហរដ្ឋអាមេរិកខ្ញុំគេថាយកតែម្នាក់ហើយបេក្ខជនដាក់ប្រកាសទូទាំងប្រទេសអញ្ចឹងឬរាប់រយអ្នកអញ្ចឹងបែរមានសង្ឃឹមទេពេលនោះក៏មានមិត្តភ័ក្តិក៏ខ្ញុំដឹងព័ត៌មានអញ្ចឹងហើយមានមិត្តភ័ក្តិជាច្រើនគេបានដាក់ឲ្យគេថាសុកសានឯងដាក់ដែរទៅយើងបានដាក់ទាំងអស់គ្នាពេលខ្ញុំក៏មិនចង់ដាក់ទៀតថាដាក់ទៅអត់អីខ្ញុំខ្ជិលចង់ដាក់ផងបាទអញ្ចឹងគេក៏ឲ្យខ្ញុំបខំអញ្ចឹងខ្ញុំក៏ដាក់ដែរថាយើងដាក់ទាំងអស់គ្នាអញ្ចឹងខ្ញុំឃើញមិត្តភ័ក្តិដាក់ច្រើនងាយទៅក៏ខ្ញុំក៏ដាក់តាមគេបើពេលដាក់ទៅចេះតែមានការប្រកួតប្រជែងតាំងពី short list រហូតទៅដល់គេមើលរបៀបសរសេរយើង short list អញ្ចឹងទៅរហូតដល់គេសម្ភាសផ្ទាល់មាត់ជាច្រើនដំណាក់កាលទៅអ
សូល10សល់16អ្នកចុងក្រោយរាប់រយអ្នកគេជំនួសអស់លីងមកសល់16អ្នកចុងក្រោយហ្នឹង16អ្នកចុងក្រោយគឺមានមិត្តភ័ក្តិខ្ញុំម្នាក់ទៀតហើយនឹងរូបខ្ញុំបានចូលក្នុងកម្មវិធីហ្នឹងដែរប៉ុន្តែមិត្តភ័ក្តិខ្ញុំហ្នឹងគាត់មានសំណាងបានត្រឹមតែសប្តាហ៍ទី4ទី4គឺវគ្គហ្នឹងគេតម្រូវឲ្យយើងផលិតបទយកការមួយអញ្ចឹងគាត់មានវាសនាមិនល្អគាត់ក៏ធ្លាក់ទៅខ្ញុំក៏មានសំណាងតមកដល់ចុងក្រោយនេះបាទអញ្ចឹងបន្ទាប់ពីខ្ញុំបានចូលលេងក្នុងវគ្គសប្តាហ៍ទាំង8សប្តាហ៍ហ្នឹងដើម្បីប្រកួតយកតែម្នាក់គត់ដែលខ្ញុំបានទទួលជាលទ្ធិនេះគឺថាវាមានការលំបាកច្រើនឆ្លងកាត់អ្វីខ្លះបាត់ហើយនៅចាំទេសប្តាហ៍ដំបូងយើងធ្វើមាននៅចាំបាទខ្ញុំនៅចាំទាំងអស់បាទហើយវាខ្ញុំមិនអាចភ្លេចបានទេព្រោះថាសប្តាហ៍នីមួយៗវាជាមេរៀនមួយដ៏ល្អហើយក៏ជាបទពិសោធន៍មួយសម្រាប់រូបខ្ញុំយកទៅប្រើប្រាស់សម្រាប់ខ្លួនឯងសម្រាប់គ្រួសារក៏ដូចជាសម្រាប់សង្គមរបស់ខ្ញុំផងដែរបាទគឺថាសប្តាហ៍ទី1នោះគេតម្រូវឲ្យបេក្ខជនហ្នឹងទាំង16ហ្នឹងចែកជា2ក្រុមហើយឲ្យដើរធ្វើការរៃអង្គាសបាទដែលភាសាអង់គ្លេសគេថា fundraising គឺថាឲ្យយើងដើររៃអង្គាសបើក្រុមណារៃអង្គាសបានលុយនឹងច្រើននឹងឈ្នះហើយលុយដែលបានរៃអង្គាសហ្នឹងគឺយើងសរុបទាំងពីរក្រុមបានរហូតដល់$1020តែក្នុងរយៈពេល1ម៉ោងកន្លះទេពេលនោះសុកសានមានចំណាយសំខាន់ណាស់នៅក្នុងក្រុមហើយមានទូរទស្សន៍ជាសមាជិកឬក៏ជាប្រធានក្រុមបាទខ្ញុំកាលនោះគឺបោះឆ្នោតនេះខ្ញុំចាប់ជាសមាជិកក្រុមទេបាទហើយបានធ្វើការរៃអង្គាសទៅគេថាពេលនោះគឺថាក្រុមខ្ញុំស្ថិតនៅក្នុងក្រុមចាញ់បាទក្រុមចាញ់ទៅវិញបាទប៉ុន្តែទោះបីជាស្ថិតនៅក្នុងចាញ់ក៏ខ្ញុំពុំមានលក្ខណៈខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបន្តទៅសប្តាហ៍ក្រោយទៀតក៏ចៅក្រមគេអនុញ្ញាតឲ្យខ្ញុំបន្តសប្តាហ៍ក្រោយទៀតបាទចូលដល់សប្តាហ៍ទី2គឺស្ថិតនៅក្នុងគេចែកជា2ក្រុមទៀតគេជំរុះចោល2នាក់សល់14នាក់គេចែកជា2ក្រុមគេតម្រូវឲ្យបេក្ខជនទាំង2ក្រុមដើរធ្វើការសុំហត្ថលេខាក៏ដូចជាស្នាមមេដៃពីប្រជាប្រដ្ឋមួយចំនួនគឺនៅតំបន់ស្ទឹងមានជ័យដើម្បីដាក់ជាលិខិតស្នើសុំមួយដល់ក្រុមហ៊ុនស៊ីនទ្រីដើម្បីបោសសម្អាតអនាម័យមួយនៅតំបន់ដែលខ្ញុំរកខាងលើហ្នឹងគឺភូមិតាពាំងខ្លឹងបាទនៅក្នុងខណ្ឌមានជ័យហ្នឹងបាទពេលនោះគឺខ្ញុំជាប់ជាប្រធានក្រុមប៉ុន្តែជាអកុសលសមាជិកកូនក្រុមរបស់ខ្ញុំហ្នឹងគាត់មានការធ្វើឲ្យបាត់បង់នៅស្នាមមេដៃនិងហត្ថលេខាចំនួនជាង80អញ្ចឹងធ្វើឲ្យក្រុមរបស់ខ្ញុំនេះទទួលភាពបរាជ័យទៀតចាញ់ទៀតបាទចាញ់ទៀតគឺចាញ់គេ40ពិន្ទុ40ហត្ថលេខាបាទ2សប្តាហ៍ចាញ់ពីជាប់គ្នាបាទពេលនឹងអារម្មណ៍សុកសានចាប់ដើមអស់ទឹកចិត្តទេឬខ្ញុំគិតថាមិនមែនមកខ្ញុំមុនមកខ្ញុំមានអារម្មណ៍អស់ទឹកចិត្តដែរខ្ញុំថាមិនគួរណាខ្ញុំមានវាសនាអាក្រក់ម៉េះខ្លួនឯងជាប្រធានក្រុមនៅក្នុងក្រុមនឹងហើយបែរជាដឹកនាំក្រុមចាញ់ពេលខ្ញុំគិតមើលថាចាញ់នេះមិនមែនមកពីក្រុមខ្ញុំនឹងអសមត្ថភាពទេដោយសារតែកូនក្រុមរបស់ខ្ញុំគាត់មានការធ្វើប្រហែសមិនបានយកអ្វីទៅការណែនាំរបស់ខ្ញុំឲ្យបានមកចត់ក្នុងការរកសុំហត្ថលេខានិងស្នាមឲ្យបានគ្រប់លក្ខន្តិកៈនៃចៅក្រមគេកំណត់ឲ្យអញ្ចឹងខ្ញុំក៏មានការប្រឹងប្រែងតាមទៀតតស៊ូមតិទៀតខ្ញុំក៏បានជាប់ដល់សប្តាហ៍ទី3បន្តទៀតបាទចូលដល់សប្តាហ៍ទី3គេតម្រូវឲ្យចែកជា2ក្រុមទៀតអញ្ចឹងបេក្ខជននៅសល់តែ12នាក់ទេអញ្ចឹងគេតម្រូវឲ្យបេក្ខជនចែកជា2ក្រុមទៀតគឺគេកំណត់ឲ្យយើងធ្វើការ debate គឺជជែកដេញដោលគ្នារវាងទាំងក្រុមទាំងពីរហ្នឹងទៅលើប្រធានបទចំនួន5ប្រធានបទទីទាំង5គឺដូចជាប្រធានបទទី1ថាតើស្ត្រីអាចមានលទ្ធភាពដឹកនាំនៅក្នុងដឹកនាំជាន់ខ្ពស់នៅក្នុងប្រទេសអត់ដូចជាតើច្បាប់កាតព្វកិច្ចយោធាហ្នឹងគួរតែអនុម័តនៅឥឡូវនេះអត់បាទតើច្បាប់សហាយស្មន់ហ្នឹងវាល្អអត់បាទតើគួរតែមានបញ្ហាស្ត្រីហ្នឹងតើគួរតែដាក់ប្រធានបទវិជាតបតៃនៅក្នុងការសិក្សាអត់អញ្ចឹងមានប្រធានបទចំនួន5នឹងឯងពេលនោះគឺខ្ញុំស្ថិតនៅក្នុងក្រុមឈ្នះម្ដងបាទស្ថិតនៅក្នុងក្រុមឈ្នះបាទអញ្ចឹងបញ្ជាក់ថាក្រុមរបស់សុកសានបាទមានន័យថាបកកែទាំងគំនិតបកកែទាំងការនិយាយស្ដីបានអាចទៅរួចបាទដេញដោលបាទព្រោះថានេះមិនមែនពាក់ព័ន្ធទៅលើការធ្វើអ្វីតាក់ទងទេនេះគឺនៅលើសមត្ថភាពខ្លួនឯងសមត្ថភាពដេញដោលបាទអញ្ចឹងធ្វើឲ្យពេលនោះសុកសាននៅក្នុងតំណែងជាមេក្រុមឬមួយក៏អត់ទេខ្ញុំជាកូនក្រុមគេទេព្រោះខ្ញុំក្រុមទី2ខ្ញុំបានធ្លាក់ខ្ញុំទៅក្នុងវគ្គប្រឡងនេះគឺថាមានសិទ្ធិធ្វើប្រធានក្រុមតែម្ដងគត់អញ្ចឹងខ្ញុំមានសិទ្ធិធ្វើប្រធានកាលសប្តាហ៍ទី2តែក្រុមខ្ញុំចាញ់ប៉ុន្តែខ្ញុំតស៊ូមតិជាមួយចៅក្រមនោះខ្ញុំបានឡើងមកដល់សប្តាហ៍ទី3ទៀតប្រធានក្រុមនៅក្នុងការជជែកប្រធានបទទាំង5ជានារីឬក៏បាទជាបរោះគឺឈ្មោះលោកអេងហ៊ុយលេងបាទអញ្ចឹងជោគជ័យបាទគឺថាតស៊ូទៅអ្នកចូលរួមនៅក្នុងការតស៊ូមតិហ្នឹងគឺថាគ្រប់គ្រងសប្តាហ៍ទី4ជាបន្តបាទសប្តាហ៍ទី4គឺខ្ញុំមានវាសនាមិនល្អទៀតថានៅក្នុង